ជួបវត្តខ្លះអាចារ្យធ្វើជាគ្រាចវត្តអាចារ្យធ្វើជាគ្រាចវត្តណាដល់ហៅគាត់មកសួរគាត់ថាទេព្រះអង្គកណាបួស40ឆ្នាំនៅវត្តហ្នឹងកណាធ្វើចាតិកានៅវត្តហ្នឹង40ឆ្នាំហ្នឹងហើយវត្តហ្នឹងកណាអ្នកដឹកនាំកសាងកណាអ្នករៀបចំបងណាដល់តែគាត់សឹកហើយគាត់ចង់ធ្វើចាតិកាទៀតរបស់ដែលបរិស័ទប្រគិនមកគាត់ដាក់សោដាក់ក្នុងឃ្លាំងយប់ឡើងគាត់ចាក់យកទៅផ្ទះគាត់ហ្នឹងហើយអាហ្នឹងយើងអត់មានការសាមគ្គីគ្នាជួបច្រើនណាស់ដល់ដោះស្រាយរឿងតាមវត្តសពថ្ងៃហ្នឹងហើយហើយភាកច្រើនអាចារ្យនឹងលោកហ្នឹងដល់នៅចិត្តគ្នាយូរទៅអញ្ចឹងបានពាក្យខ្មែរគេថាអ្នកចេះស្ទើគេយកស្រាក់ចូលវត្តហើយអ្នកចេះស្ទាត់ច្រើនទៅយកវត្តទៅផ្ទះបាយអ្នកចេះស្ទើញាតិញោមពុទ្ធបរិស័ទសពថ្ងៃនេះត្រង់ស្មោះនឹងបរតនត្រ័យណាស់កាន់ស្រាក់មកត្រុកមានតត្រីអាំងមកកណាត់ក៏មិនហ៊ានហូបដែរសុកចិត្តលេបទៅមាត់យួរមកប្រគេនលោកប៉ុន្តែអ្នកណាខ្លះបលឹមឡើងធាក់តកង់ក្លេសអត់ដៃទៅទេកុំអោយតែមានស្អីផ្ញើលោកបានតិចញោមព្រឹកបាយវត្តថ្ងៃបាយវត្តល្ងាចឡើងលុបមុខឆេចទៅគាត់គ្រូចាតកាពីតែមកកញ្ចប់ទៅផ្ទះទៀតណាអាត្មាធ្លាប់ទៅជួបវត្តមួយទៅទេសនាចុះពីលើយានជំនេះកលេចទៅឃើញអាចារ្យហើយព្រះគ្រូចាតិកាយលោក2អង្គទៀតពងអង្គុយទល់មុខគ្នាលើបងហ្នឹងហើយទឹកតែមកប៉ាន់ហ្នឹងចាក់ទៅចាក់មកគ្រូចាតិកាអស់ចាក់ដាក់របស់លោកមកអាចារ្យនេះអស់ទាញតែហ្នឹងប៉ាន់ហ្នឹងចាក់របស់គាត់ដែរមកហើយដល់មើលទៅដូចតំណងចោះទៅគាត់ឃើញគាត់រត់មកថ្វាយអង្គមហើយមុនគង់មុនអីមកបានឱកាសសួរហេអាចារ្យទៅអង្គុយទល់មុខឧត្តមប្រភេទទឹកតែមកប៉ាន់ហ្នឹងចាក់ទៅចាក់មកដូចតំណងម៉ែអាចារ្យគាត់ថាលោកគ្រូទៅប្រកាន់អីអាលោកវត្តឯងញោះហីយ៉ាណាទៅប្រកាន់អីអាលោកវត្តឯងដឹងចិត្តព្រះញោះហ្នឹងហើយវាមិនខុសពីព្រាបទេព្រាបដែលនៅក្រៅវត្តវាមិនដែលអាចដាក់ប្រកេះព្រះទេវាមានអាព្រាបនៅលើព្រះហ្នឹងបានអាចដាក់ប្រកេះព្រះមែនទេអាហ្នឹងអញ្ចឹងចង់ឲ្យសាសនាយើងរីកចម្រើនវាតល់តែប្រសង់នឹងប្រសង់នឹងប្រសក់នឹងប្រសង់នឹងរួបរวมសាមគ្គីគ្នាថែរក្សាជាតិយើងទាំងមូលក៏អញ្ចឹងដែរណាហើយជាពិសេសឲ្យលើកដំកើងអ្នកប្រាជ្ញខ្សែគប់អ្នកប្រាជ្ញគប់ប្រាជ្ញនាំប្រាណឲ្យបានសុខគប់ពីលនាំស្មុកចិត្តមួម៉ងគប់ប្រាជ្ញនាំឃ្លាតចាកបាផងគប់ពីលសៅម៉ងច្ប្រកក្តីឬស័យអាងបន្លាការពារខ្លួនប្រាជ្ញអាងច្បាប់ក្បួនការពារខុសឬស័យបែកគុំតពាំងដោះសាមគ្គីគ្នារស់តែប្រត់គ្នាស្លាប់អញ្ចឹងត្រូវរួបរวมគ្នាសាមគ្គីគ្នាមិនថាសាសនាឬផ្នែកខាងអាណាចក្រទេឲ្យចេះរួបរวมសាមគ្គីគ្នាស្រឡាញ់ថែរក្សាពុទ្ធសាសនានេះឲ្យបានគង់វង្សរីកចម្រើនមិនមែនរីកនៅកុដិសាលាព្រះវិហារទេគឺរីកធនធានប្រសង់សម្បូរសង្ឃសម្បូរអ្នកចេះដឹងណាហើយបើមិនឲ្យតម្លៃប្រសង់ពេលខ្លះមកគិតចាប់ពាក្យព្រះអង្គច័ន្ទសជនលើកឡើងមួយម៉ាត់ទៀតចុះដែលលោកលើកឡើងពីរឿងមេជ្រូកមហានឹកឃើញថារាល់ថ្ងៃពេលខ្លះញាតិញោមឲ្យតម្លៃប្រសង់បានស្មើមេជ្រូកផងពេលខ្លះមិនបានថាអញ្ចឹងមានវត្តមួយញាតិញោមជ្រូកវាកើតកូនមកកូនជ្រូកហ្នឹងវាជើង3ហើយធម្មតាអារបស់មិនល្អគេមិនហ៊ានຕົកផ្ទះទេយកមកຕົកក្នុងវត្តអាហ្នឹងជាសញ្ញាសម្គាល់ថាទីវត្តអារាមនេះទទួលបានទាំងអស់អាក្រក់ក៏ទទួលបានល្អក៏ទទួលបានទទួលអាក្រក់មកកែឲ្យល្អឡើងវិញណាទទួលល្អឲ្យរឹងរឹតតែល្អធ្វើឡើងថែមទៀតអញ្ចឹងរបស់ចង្រៃដែលញាតិញោមហ៊ានຕົកដាក់ផ្ទះហ្នឹងចូលវត្តទាំងអស់ណាលោកនេះអ្នកទទួលទាំងអស់វាមិនខុសគ្នាពីអាត្មាឆ្នាំហ្នឹងចូលឆ្នាំហ្នឹងដូចដាក់រហ្មងញោមណាឆ្នាំហ្នឹងអត់ទៅស្រុកទេអត់ទៅបាំងស្គូលញោមស្រីទេបាំងស្គូលនៅភ្នំពេញធ្វើនៅភ្នំពេញហើយញាតិញោមដឹងថានៅភ្នំពេញទម្លាប់ឲ្យតាខែអដៅអីទៅស្រុកមិនដែលនៅឆ្នាំហ្នឹងនៅដល់នៅដឹងតែនៅគាត់ទេមកអញ្ចឹងមកថ្វាយអង្គមប្រគេនចង្ហាន់យកផ្កាមកឲ្យបាចទៅសុំសុខសេរីសួស្តីនៃគុណអើយព្រះអង្គគ្រូហើយសុំអាចង្រៃឆ្នាំចាស់ហ្នឹងដាច់យកទៅអស់ទៅទុកតែអាសុខសេរីសួស្តីមកខ្ញុំកណាសុំបាចឲ្យចង្រៃហ្នឹងទៅអស់លោកគ្រូយកអស់ហេនេះចេះតែបាចទៅឲ្យពរឲ្យជ័យទៅណាមួយមកសុំចង្រៃលោកគ្រូយក2ចង្រៃលោកគ្រូយក3ចង្រៃលោកគ្រូយកដល់ចប់ចូលឆ្នាំជិះឡានទៅទេសនានៅស្វាយរៀងមកនិយាយរឿងចង្រៃចូលលោកនេះទៅទេសនាមុននឹងទៅទេសនាទៅមើលសាលារៀនសិនកំពុងកសាងសាលារៀនឲ្យក្មេងនៅទល់ដែននោះមួយខ្នង32ម៉ែត្រគុណនឹង9ម៉ែត្រធំដល់ទៅឲ្យលុយឲ្យអីចិនហើយចប់សពគ្រប់ជិះត្រឡប់មកវិញមួយហងនឹងមកកន្លែងប៉ុនដល់មកអាផ្លូវគេតឹមធ្វើថ្មីចេញពីទីរួមខេត្តស្វាយរៀងមកណាហើយគេបាញ់អាទឹកនោះផងឡានវាល្អិលដល់ល្អិលអាកន្លែងវាលស្រែទៀបវាមិនល្អិលទេវាល្អិលលើស្ពាននោះណាធ្លាក់អាកណាត់ឡានហ្នឹងមកកណាត់ប៉ុន្តែមកកណាត់ក្រោយវាអត់ធ្លាក់ទៅតាមដោយសារវាកលនឹងគុលស្ពាន
ហើយដល់អញ្ចឹងមកប្រាប់ថាតកងឈប់សិនបើកវាឡានអញចុះសិនអញអត់តន់ចង់ទៅនៅពៀននេះបងណាលោតទៅមុនតកងនេះបងហ្នឹងហើយតម្រាំមកគេរកឡានគេស្ទូចអីបានហើយជិះមកវាយូរអាម្ចាស់បននេះចិត្តតិចតេសួរដល់ណាហើយលោកគ្រូដល់ណាលោកគ្រូបញ្ញាប់ដល់ម៉ោង8យប់បានទៅដល់រោងបនមកឡានគេមកស្ទូចបានណាមកទាញបានហ្នឹងហើយដល់ទៅដល់អាចារ្យវាបញ្ញាប់ផងបញ្ញាប់ទៅលេងល្ខោនលេងអីផងគ្រាន់តែទៅដល់រោងបនអាត្មាតរៀបចំខ្លួនចុះពីលើឡានស្រួលផងគាត់ទាញទ្វារមកកប់អាដៃនឹងបោកក្បាលប្រកេះនេះបោកជាមួយទ្វារឡាននឹងទៀតមកអាត្មាទៅគាត់តែចាប់ចូលឆ្នាំហើយភ្លាមចង្រៃឃើញភ្លាមមែនហ្នឹងហើយដល់ទៅពេលអស់ពីប៉ុណ្្នឹងហើយឈឺរហូត2ខែជាងនៅតែពេទ្យដាច់ខ្យល់6សាដោយព្រះអង្គគ្រូច័ន្ទសិជនលើកឡើងអញ្ចឹងហើយមកវិញទៀតណាញោមមកពីខ្មោចទេមកហ្នឹងអ្នកទៅមើលអីគេយំពេញតែពេទ្យអស់ហើយទាំងប្រសង់ទាំងប្រសក់ហ្នឹងគេថាគ្មានលាត់គ្មានសង្ឃឹមតែបានមកវិញទេព្រោះយើងរឹងប្រកាច់ដឹងអីអស់ហើយណារឹងស្រោកអស់ហើយនិយាយរឿងនេះមួយម៉ាត់អញ្ចឹងអាត្មាចេះតែគិតว่าលោកថងយាមធំផងអញ្ចឹងមិនលែងចង់រៀនកាន់ថងយាមយើងរាយវាຕົកនៅក្នុងហ្នឹងដឹងណានិយាយរឿងយើងមួយម៉ាត់ទៀតចាប់ពាក្យព្រះអង្គពេលខ្លះញាតិញោមអត់ឲ្យតម្លៃព្រះសង្ឃណាអត់យល់ក្រៅតែធ្វើបន់ជាមួយបារិពុកលិទានមិនសូវតាំងចិត្តជាមួយសង្ឃបានមិនសូវឲ្យតម្លៃសង្ឃណានិយាយព្រះអង្គចាប់ពាក្យព្រះអង្គរឿងថាជ្រូកក្នុងវត្តរបស់ណាមិនល្អចូលវត្តទាំងអស់នឹងហើយជាសញ្ញាថាវត្តអារាមសម្រាប់រងាប់នៅគ្រឿងក្តៅកាហាយរបស់ញាតិញោមឲ្យត្រជាក់ស្ងប់រងាប់មកវិញរងាប់នៅរបស់មិនល្អកែតម្រូវឲ្យមកល្អវិញចឹងជ្រូកជើង3ក្តីក៏គេយកមកដាក់វត្តអាឆ្កែអត់ភ្នែកក៏យកមកដាក់វត្តអាមាន់អត់ជើងក៏យកមកចូលវត្តអាកូនចៅនេះឆ្លុះទាស់តែងខ្វែងកំណត់កាប់ចាក់លួចឆក់ប្លន់ម៉ែឲ្យទូមានព្រានបដៅហាត់ពុតលុតដំលែងស្ដាប់ក៏ចូលវត្តមែនទេអារបស់ណាមិនល្អចូលវត្តទាំងអស់អញ្ចឹងគេយកជ្រូកជើង3យកមកដាក់វត្តហើយដូនជី4 5នាក់ដាំចង្ហាន់លោកក្នុងវត្តហ្នឹងណាអាជ្រូកហ្នឹងដាក់ត្រង់ក្បែរមុខគាត់ដូនជីទៅច្រើនគាត់ដាក់បាយល្ងាចញែកឡើងឲ្យស៊ីផងព្រោះដាក់ក្បែរគាត់លោកបានអីឲ្យស៊ីអញ្ចឹងដាក់ក្បែរគាត់យាយហើយដល់យាយដូនជីនេះថ្ងៃមួយជ្រូកក៏ក្តៅធម្មតាជ្រូកក៏ចូលចិត្តត្រជាក់ដល់ថ្ងៃក្តៅមកវារើខុសខាស់ពេញនៅក្នុងនោះវារត់ឆ្លេចាចុះឡើងល្មៀលត្រឡប់ឡាននិយាយថាអូពុទ្ធឲ្យព្រះនៅមិនសុខច្បាស់ជាកើតចលាចលហើយក្នុងវត្តហ្នឹងហ្នឹងហើយព្រះនៅមិនសុខច្បាស់កើតចលាចលហើយយាយនេះនិយាយអញ្ចឹងរត់ទៅទិញចេកទិញធូបមកគេសួរយាយទិញចេកទិញធូបតាណាបន់សុំឲ្យព្រះណានៅឲ្យសុខកុំឲ្យកើតចលាចលក្នុងស្រុកក្នុងភូមិគេទៅព្រះនៅឯណាព្រះមកនៅក្នុងវត្តយើងលោកនៅមិនសុខទេច្បាស់ជាយើងគ្រប់គ្នាធ្វើខុសអីចំពោះព្រះអង្គហ្នឹងដុតធូបឯណោះមកគេមកឃើញដុតធូប1ដុតធូប2ដុតធូបមានអ្នកបកាយចាក់កតុយលេខជ្រូកល្មៀនលេចកើតឃើញជើង3គេចាក់លេខ3អានោះចាក់តាមលេខ3គ្រប់គ្នាចាក់ត្រូវទាំងអស់គ្នាណាដល់ត្រូវទាំងអស់គ្នានិយាយពីគេដឹងគុណជ្រូកស្អែកឡើងគេដាំបាយម្នាក់មួយស្រាក់មកហូបខុសគ្នាស្លៀកពាក់ស្អាតបានមកលោកគ្រូចាតិកានេះក៏លេចឃើញប្រសក់ទាំងហែគ្នាមកពីខ្លោងទ្វារវត្តទៅហ៊ីលោកនេមហើយថ្ងៃនេះដូចមិនមែនថ្ងៃសិលទេហើយក៏គ្មានប្រសក់ណាប្រាប់ថាមកប្រគេនចង្ហាន់ធ្វើសង្ឃកទាននេះដែរមិនប្រសក់មកច្រើននេះទៅឡើងទៅបោសលើសាលាឆានរៀបចំក្រាលកទាននេះប្រសក់មកច្រើនណាដល់ប្រសក់មកនេះលោកខំប្រឹងទៅក្រាលកទានបោសសាលាឆានទៅសង្ឃឹមបានចង្ហាន់ឆាន់គេមានយកចង្ហាន់មកប្រគេនលោកឯណានោះស្នោកជ្រូកនោះឆាននោះដូចគុណហ្នឹងគេដឹងគុណព្រះគេដឹងមិនមែនដឹងគុណលោកឯណាហ្នឹងហើយពេលខ្លះណាមើលយើងតម្លៃប្រសងបានប្រែជ្រូករួមអត្តន័យមកវិញប៉ុណ្ណឹងចោះឲ្យចេះរួបរวมសាមគ្គីស្រឡាញ់ពុទ្ធសាសនាស្រឡាញ់ជាតិនឹងត្រូវរួបរวมសាមគ្គីគ្នាជាធ្លុងមួយហើយរស់នៅជាមួយគ្នាឲ្យចេះសម្លឹងគ្នាដោយមេត្តាចិត្តដោយករុណាចិត្តដោយឧបេក្ខាចិត្តអានឹងបានមានសេចក្តីសុខហើយរីកចម្រើនបើមើលគ្នាសម្លឹងគ្នាដោយទោសៈចិត្តដោយអភិជាជាបាតៈអត់រីកចម្រើនទេណាញាតិញោមណាសូមឲ្យរស់នៅមើលគ្នាដោយមេត្តាចិត្តនិងករុណាចិត្តគ្រប់គ្នាសូមអនុមោទនា